គឺជារឿងពិតមួយដែលបានកើតឡើងមកលើគ្រួសាររបស់ខ្ញុំនៅកំឡុងឆ្នាំ2003ការពិតទៅដូនតារបស់ខ្ញុំគឺជាគ្រួសារចាស់បុរាណដែលមានជំនឿយ៉ាងខ្លាំងចំពោះរឿងអបិយជំនឿតាំងពីចំនួនតាលួតតាទួតយាយតានិងប៉ាម៉ាក់របស់ខ្ញុំគឺនៅតែប្រកាន់ភ្ជាប់នៅជំនឿទាំងនោះទើបតែមកដល់ចំនួនពួកខ្ញុំដែលជាកូនចៅចំនួនក្រោយនេះទេដែលមិនសូវជាជឿចាស់ចាស់ព្រោះដោយហេតុថាគ្រួសាររបស់យើងគឺរស់នៅក្នុងទីក្រុងដែលសម្បូរទៅដោយភ្លើងពណ៌ណាមួយចិត្តជាក្មេងពួកខ្ញុំគិតថាចាស់កុហកបន្លាចរីឯផ្ទះដែលខ្ញុំរស់នៅវិញគឺជាផ្ទះដែលមានដីឡូធំដូចនេះហើយទៅគ្រួសារខ្ញុំនិងអ៊ំពូមីងយាយតាគឺយើងរស់នៅក្បែរគ្នាដោយផ្ទះខ្ញុំគឺនៅកណ្ដាលផ្ទះអ៊ំនៅសងខាងគឺចាស់សង់ផ្ទះក្នុងដីឡូតែមួយដោយសារតែគ្រួសារខ្ញុំក៏មិនមែនជាអ្នកទូទាអីដែរហើយបូករួមនឹងដូនតារបស់ខ្ញុំជាគ្រួសារចាស់បុរាណទៀតផងនោះប៉ាម៉ាក់ក៏សម្រេចចិត្តសង់ផ្ទះជារបៀបផ្ទះឈើបុរាណដែលជាប្រភេទផ្ទះកន្តាំងស្លាបមានវែររណ្ដានៅព័ទ្ធជុំវិញមុខផ្ទះខ្ញុំគឺជាផ្ទះឈើដែលមានសសរជាច្រើនដែលទ្រផ្ទះទាំងមូលហើយនៅខាងក្រោមផ្ទះវិញគឺទុកវាលទំនេរចោលដោយមិនធ្វើអ្វីទេគឺទុកគ្រាន់អង្គុយលេងឬគេងលេងតែប៉ុណ្ណោះដោយសារតែផ្ទះខ្ញុំគឺនៅកណ្ដាលគេហើយថែមទាំងមានកន្លែងអង្គុយលេងនៅខាងក្រោមផ្ទះទៀតផងនោះទើបមានបងប្អូននិងញាតិជិតខាងមកលេងមិនចេះដាច់ឯផ្ទះអ៊ំស្រីឯណោះវិញក៏សាងសង់ជារបៀបស្រដៀងគ្នានោះដែរខុសបន្តិចត្រង់ថាគាត់សាងសង់ចង្ក្រានបាយនៅខាងក្រោមផ្ទះក៏សូមបញ្ជាក់ថាដីឡូធំមែនតែយើងនៅតែ3គ្រួសារប៉ុណ្ណោះកាលនោះដោយសារតែគ្រួសាររបស់យើងរស់នៅក្បែរគ្នាទាំងចាស់ទាំងក្មេងទើបធ្វើឲ្យមានបងប្អូនដែលនៅឆ្ងាយមកលេងមិនសូវខានឡើយដែលគ្រប់គ្នាតែងហៅថាផ្ទះក្រោយកាលនោះខ្ញុំមានពូម្នាក់ដែលត្រូវជាប្អូនជីដូនមួយរបស់អ៊ំស្រីសាច់ថ្លៃរបស់ខ្ញុំដែលគាត់មានឈ្មោះថាសីហាជារៀងរាល់ថ្ងៃសៅរ៍អាទិត្យពូតែងតែមកលេងពួកខ្ញុំនិងតាយាយពួកខ្ញុំស្រឡាញ់គាត់ដូចជាពូបង្កើតហើយគាត់ក៏ស្រឡាញ់ពួកខ្ញុំដូចគ្នាគាត់តែងតែទិញនំស្ករគ្រាប់មកផ្ញើពួកខ្ញុំជានិច្ចគាត់គឺជាមនុស្សសង្ហាហើយរស់រាយគួរឲ្យស្រឡាញ់ខ្លាំងណាស់ខ្ញុំនិងបងជីដូនមួយខ្ញុំផ្សេងទៀតតែងតែអួតពីគាត់ប្រាប់គេឯងអ្នកជិតខាងនិងមិត្តភ័ក្តិជាដើមរហូតដល់មានថ្ងៃមួយនោះដំណឹងដ៏ក្រៀមក្រំបានកើតឡើងគឺពូរបស់ខ្ញុំគាត់បានស្លាប់ដោយសារតែខ្យល់កោពួកយើងម្នាក់ខូចចិត្តស្ដាយគាត់ជាខ្លាំងព្រោះគាត់ជាមនុស្សល្អណាស់ក្រោយពីបានធ្វើបុណ្យឲ្យគាត់ចាប់សពគ្រប់ហើយនោះក៏ដល់ពេលវេលាតាយាយនិងអ៊ំរបស់ខ្ញុំត្រូវទៅចូលរួមពិធីមង្គលការពូបង្កើតដែលជាប្អូនពៅរបស់ប៉ាខ្ញុំនៅខេត្តកំពង់ចាមព្រោះពេលវេលារៀបការបានកំណត់រួចរាល់អស់រាប់ខែទៅហើយយ៉ាងណាចាស់ទុំទាំងអស់ក៏ត្រូវទៅចូលរួមកាលនោះចាស់ទៅកំពង់ចាមទាំងអស់គឺមានតែប៉ាម៉ាក់ខ្ញុំទេដែលមិនបានទៅចូលរួមព្រោះថាត្រូវនៅមើលផ្ទះនឹងកូនក្មួយត្បិតអីពួកខ្ញុំគឺសុទ្ធតែនៅក្មេងៗផ្ទះ3ខ្នងក៏ចែកគ្នាគេងផ្ទះរៀងខ្លួនចាស់ធ្លាប់ប្រាប់ថាមនុស្សស្លាប់ភ្លាមគឺមិនដឹងខ្លួនថាខ្លួនបានស្លាប់នោះទេគឺទាល់តែ7ថ្ងៃទៅដឹងហើយក៏ជាថ្ងៃដែលពួកគេនឹងមករកផ្ទះសម្បែងនឹងញាតិមិត្តដែរកាលនោះពួកខ្ញុំនៅក្មេងៗមិនដឹងអីឡើយក៏និយាយបន្លាយគ្នាលេងថាចាំមើលពូសីហាមកលេងព្រោះផ្ទះគាត់ធ្វើពិធីពណ៌ខ្សែសីមាចុំចិត្តអស់ហើយមិនអាចចូលទៅបានទេអញ្ចឹងមានតែមុខផ្ទះក្រោយនេះឯងដំបូងពួកខ្ញុំក៏គ្មានខ្លាចអ្វីដែរគឺក៏ព្រោះតែដឹងថាបងនិយាយបន្លាចពួកខ្ញុំលេងតែយប់បន្ទាប់នៅវេលាម៉ោងប្រហែលជា7យប់បងជីដូនមួយរបស់ខ្ញុំបានគោះចានឆ្នាំងលេងនៅផ្ទះរបស់ខ្ញុំហើយច្រៀងលេងទៀតដោយដែលប្រាប់ក្មេងចំនួនខ្ញុំនេះគឺមិនជាលើរឿងខ្មោចស្អីទេទាំងដែលតាយាយធ្លាប់ហាម5ហើយហាម5ទៀតថាយប់ឡើងហាមលេងគោះឆ្នាំងចានព្រោះវាជាសញ្ញាហៅប្រលឹងខ្មោចបន្ទាប់ពីចុំគ្នានិយាយលេងគោះចានគោះឆ្នាំងអស់ចិត្តហើយក៏នាំគ្នាបំបែកគ្នាទៅគេងរៀងខ្លួនហើយរឿងរ៉ាវចម្លែកក៏ចាប់កើតឡើងចាប់ពីយប់នោះទៅយប់ទី1គឺនៅផ្ទះអ៊ំស្រីខ្ញុំគឺបងជីដូនមួយរបស់ខ្ញុំគាត់កេង3នាក់បងប្អូនគាត់ពួកគាត់បានលើសំឡេងនរណាក៏មិនដឹងកំពុងរើចានរើឆ្នាំងប្រកប្រាក់ដោយសំឡេងមិនថ្នមដៃសោះតែគាត់ក៏មិនសង្ស័យអ្វីដែរព្រោះគាត់គិតថាគ្មានអ្នកណាដែលមករើចានរើឆ្នាំងអីនៅម៉ោង1យប់អញ្ចឹងទេម្យ៉ាងចង្ក្រានបាយក៏បានចាក់សោហើយដែរ
គាត់ក៏មិនចាប់អារម្មណ៍អ្វីដែរព្រោះគិតថាជាឆ្មាកណ្ដុរក៏កេងវិញទៅព្រឹកឡើងមិនទាន់គាត់ក៏ប្រញាប់ទៅមើលរាចានតែគ្មានសភាពខុសប្រក្រតីអីឡើយគឺចាននៅស្អាតទាំងអស់មិនសមនឹងសម្លេងដែលគាត់បានឮការប្រយុទ្ធមិញសោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ប្លែកៗក្នុងចិត្តក៏មកប្រាប់ប៉ាម៉ាក់របស់ខ្ញុំតែប៉ាម៉ាក់ខ្ញុំមិនជឿទេថាបងខ្ញុំសម័យព្រោះផ្ទះចិត្តគ្នាសោះបើមានមែនហេតុអីគាត់មិនឮសោះអញ្ចឹងយប់បន្ទាប់ប្រហែលជាម៉ោង 2 ទៀបភ្លឺនៅផ្ទះបងជីដូនមួយដដែលបានឮសំឡេងដងទឹកនៅអណ្ដូងអូខ្ញុំភ្លេចប្រាប់ទៅថាផ្ទះយើងគឺមានអណ្ដូងទឹកមួយនៅចន្លោះផ្ទះអ៊ំទី2និងផ្ទះខ្ញុំលើកនេះគាត់មិនសង្ងំទៀតទេ3អ្នកបងប្អូនគាត់កេះគ្នាឡើងលួចមើលថាតើអ្នកណាមកដងទឹកស្អីនៅថ្មនេះគិតហើយក៏សម្រេចចិត្តថាលួចមើលបន្តិចចុះព្រោះយប់មិញម្ដងហើយមិនបានឡើងមើលណាមួយខ្លាចថាជាចោរទៀតតែរឿងដែលហួសចិត្តនោះគឺពួកគាត់បានឃើញស្រមោលមនុស្សស្រីម្នាក់សក់រៀងរួញអង្កាញ់ត្រឹមកកំពុងឈរបែរខ្នងដងទឹកបងខ្ញុំយកសភាពការមិនស្រួលព្រោះតាមការមើលឃើញរបស់ពួកគាត់ក៏ដឹងហើយថានោះគឺជាអ៊ំស្រីម្នាក់ដែលបានស្លាប់ប្រហែលជា3ឆ្នាំមុនមកម្លេះបងខ្ញុំភ័យណាស់3នាក់បងប្អូនដេកអោបគ្នារួញភ័យឲ្យកន្ទ្រោញព្រឹកឡើងមិនចង់ទាន់រត់មកផ្ទះខ្ញុំម្នាក់មកឡើងស្លេកប្រាប់ថាយប់មិញឃើញអ៊ំឡៃដងទឹកច្បាស់ណាស់ព្រោះឃើញតែ3នាក់តែម្ដងប៉ុន្តែប៉ាម៉ាក់ខ្ញុំមិនដឹងជាយ៉ាងម៉េចអត់ជឿទៀតហើយប្រាប់ថាគាត់មិនឮសំឡេងស្អីផងប៉ុន្តែទោះជាយ៉ាងណាបងគាត់លែងហ៊ានដេកនៅផ្ទះគាត់ទៀតហើយយប់នេះគាត់អោបភួយអោបខ្នើយមកគេងនៅផ្ទះខ្ញុំតែមិនមែនត្រឹមតែ3នាក់បងប្អូនគាត់ឯណារឿងនេះផ្អើលទៅដល់ជីដូនមួយខ្ញុំដែលនៅផ្ទះមួយទៀតដោយសារតែអ៊ំទៅកំពុងចាំអស់អញ្ចឹងក៏មូលមតិគ្នាមកគេងនៅផ្ទះខ្ញុំទាំងអស់គ្នាតែពួកគាត់មិនឡើងទៅគេងលើទេគឺចង់គេងនៅខាងក្រោមផ្ទះទាំងអស់គ្នាឯគ្រួសារខ្ញុំគេងនៅលើផ្ទះបានគេងជុំគ្នាច្រើនបែបនេះហើយដូចជាកក់ក្ដៅបន្តិចនឹកថាយប់នេះបានគេងលក់ស្រួលហើយយ៉ាងតែមានអញ្ចឹងឯណាយប់នោះគឺមកប្លែកទៀតហើយមកម្ដង2នាក់ទៀតកាលនោះបងស្រីជីដូនមួយខ្ញុំគាត់ឈឺបាត់ជើងនៅកណ្ដាលយប់គាត់ភ្ញាក់រកឡើងបាត់ជើងមិនទាន់ទាំងបានក្រោកពីក្រែផងក៏ស្រាប់តែឮសំឡេងមនុស្សនិយាយគ្នាតែមិនដឹងនិយាយពីរឿងអីក៏ក្រឡេកទៅមើលក្រឡេកទៅក្រោមដើមដងក៏ឃើញស្រមោលមនុស្ស2នាក់ប្រុសមួយស្រីមួយដែលគាត់ស្គាល់ច្បាស់ណាស់ថាជាអ្នកណាគឺពូសីហានិងអ៊ំឡៃបងខ្ញុំពេលនោះទៅជាស្រឡាំងកាំងយំគ្រប់ភួយចិត្តផ្អើលអស់ដល់បងផ្សេងទៀតដែលគេងជាមួយគ្នាចាប់ពីថ្ងៃនោះមកម្នាក់គ្មានបានដេកបានពួនអីទេព្រោះតែងតែឮសំឡេងនេះសំឡេងនោះប្លែកនៅកណ្ដាលយប់រាល់យប់មានតែប៉ាម៉ាក់ខ្ញុំទេដែលសម្រានមិនដឹងអីហើយប្រាប់ហើយនៅមិនជឿទៀតទ្រាំលេងបានទៀតហើយបងក៏សុំឲ្យប៉ាម៉ាក់ខ្ញុំទេហៅអ៊ំទី1ដែលនៅផ្ទះផ្សេងរៀងឆ្ងាយគ្រាន់បើដែរឲ្យមកសម្រានជាមួយបានគ្រាន់ជាចាស់ទុំកាលនោះអ៊ំទី1មិនបានទៅពិធីមង្គលការទេខ្ញុំក៏ចាំមិនច្បាស់ថាគាត់មានទុរៈអីដែរមកដល់ផ្ទះខ្ញុំភ្លាមអ៊ំចាត់ការយកខ្ជុំមកគូសញ្ញាជើងក្អាច់ជុំវិញសសរផ្ទះដែលនេះក៏ជាជំនឿមួយរបស់ចាស់ពីមុនផងដែរដោយជំនឿនេះជឿថាសញ្ញានេះគឺធ្វើឲ្យខ្មោចខ្លាចការដែលបងគាត់បានឃើញគឺប្រលឹងពូសីហាគឺបានត្រឹមតែដើរនៅបរិវេណជុំវិញផ្ទះខ្ញុំប៉ុណ្ណោះតែមិនអាចចូលផ្ទះខ្ញុំបានទេក្នុងចំណោមបងប្អូនទាំងអស់បងប្រុសជីដូនមួយខ្ញុំម្នាក់ហាក់មានសំណាងញយជាងគេបើមិនឃើញនេះក៏ឃើញនោះដែរនិយាយទៅគាត់ដូចជាមានក្រយ៉ាឃើញវិញ្ញាណអញ្ចឹងហើយគាត់ឧស្សាហ៍ឃើញចំណេញផ្ទះរបស់ខ្ញុំណាស់ហើយនេះក៏ជាមូលហេតុមួយដែលគាត់មិនព្រមឡើងទៅគេងលើផ្ទះសុខចិត្តគេងជុំគ្នានៅខាងក្រោមគាត់ប្រាប់ថាប៉ាម៉ាក់ខ្ញុំបានអីនឹងដឹងបើចំណេញផ្ទះការពារយ៉ាងខ្លាំងគឺរៀងរាល់យប់ជំនាញផ្ទះខ្ញុំតែងតែដើរអស់មេឫស្សីជុំវិញវេរ៉ង់ដាដើម្បីការពារផ្ទះពីវិញ្ញាណផ្សេងមិនថាមនុស្សឬអមនុស្សទេគឺគាត់តែងតែការពារជានិច្ចបើតាមបទពិសោធន៍ភ្ញៀវដែលធ្លាប់មកគេងលេងនៅផ្ទះខ្ញុំក៏ធ្លាប់មានប្រមាណអ្នកដែរដែលត្រូវបានជំនាញផ្ទះអូសជើងអ្នកខ្លះក៏ឃើញនឹងភ្នែកស្រស់ទៀត